បាទជំរាបសួរពុកម៉ែបងប្អូននេះគឺជាសកម្មភាពខ្លះៗនៃការដាំក្រូចឆ្មាបងប្អូនអាចដាំជាលក្ខណៈដាក់លូក៏បានរៀបឥតជំវិញដាំក៏បានអានេះការចាក់លូឬក៏រៀបឥតណាពុកម៉ែបងប្អូនអត្ថប្រយោជន៍វាយើងស្រួលដាក់ជីប្រមូលសម្រាមដាក់ជីហើយចាក់ទឹកទៅវានៅបានល្អប៉ុន្តែវាចោះលុយបន្តិចសម្រាប់ការដាក់លូហើយនឹងរៀបឥតសម្រាប់ពុកម៉ែបងប្អូនដែលចង់ដាំក្រូចឆ្មានេះគឺជាទីដាំខ្លះខ្ញុំនឹងចែកម្លែកប្រាប់ពុកម៉ែបងប្អូនបាទសម្រាប់បទពិសោធន៍ខ្លះដែលខ្ញុំមានខ្ញុំនឹងធ្វើវីដេអូចែកជូនពុកម៉ែបងប្អូនពីការផ្សាំមែកពីការដាំពីការដាក់ជីនៅវីដេអូបន្តទៀតបាទពុកម៉ែបងប្អូននេះគឺជាផ្លែដែលយើងបេះបានសម្រាប់ឲ្យម៉ួយហ្នឹងផ្លែល្អហើយធំទៀតពុកម៉ែបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងអរគុណជម្រាបលា